ចរដើម្បីទាំងអស់គ្នាដើម្បីទេសចររីកលូតលាស់ក្នុងសន្តិភាពជាមួយនេះខ្ញុំក៏សូមគាំទ្រនឹងការលើកឡើងរបស់អាដាមហ៊ុតហាក់គឺប្រជាពលរដ្ឋអ្នកជាអ្នកផ្សព្វផ្សាយទេសចរកម្ពុជាវិទ្យាក្នុងរយៈពេល10ខែកម្ពុជារកចំណូលបានពីរមណីយដ្ឋានអង្គរជាង$35 លានភ្លុំពេញបើតាមសេចក្តីប្រកាសព័ត៌មានប្រចាំខែរបស់គ្រឹះស្ថានអង្គរបានឲ្យដឹងថាក្នុងរយៈពេល10ខែមកនេះគ្រឹះស្ថានអង្គររកចំណូលបានជាង$35 លានពីការលក់បានចូលទស្សនារមណីយដ្ឋានអង្គរឲ្យភ្ញៀវទេសចរអន្តរជាតិជាង76,000 នាក់ក្នុងរបាយការណ៍របស់គ្រឹះស្ថានអង្គរដដែលសម្រាប់ការលក់សម្បុត្រចូលទស្សនាប្រាសាទកោះកែគិតចាប់ពីខែមករារហូតដល់ខែតុលាឆ្នាំ2008ទទួលបានចំណូលប្រមាណជាង$23,000ចំណែកចំណូលពីការលក់សម្បុត្រទូកវិញមានជាង$1 លានចំពោះស្ថិតិភ្ញៀវទេសចរបរទេសដែលបានទិញសម្បុត្រចូលទស្សនារមណីយដ្ឋានអង្គរក្នុងខែតុលាមានត្រឹមតែជាង60,000 នាក់ប៉ុណ្ណោះបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2009មានការថយចុះប្រមាណជាង18%សូមបញ្ជាក់ថាក្នុងរយៈពេល10ខែដើមឆ្នាំរាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកាដែលប្រមូលបានពីវិស័យទេសចរនេះចូលទៅក្នុងមូលនិធិនៃមន្ទីរពេទ្យគន្ធឧបកម្ពុជាជាង$1.5 លានដើម្បីជួយទ្រទ្រង់ក្នុងមូលនិធិសម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា